តើបងប្អូនចង់ញ៉ាំប្រហិតឆ្ងាញ់ស្វិតល្អធ្វើអំពីត្រីឆាតសុទ្ធចំ 100% ចាយើងអាចធ្វើខ្លួនឯងបានចាមុនដំបូងឡើយគឺយើងធ្វើការកោសយកសាច់ត្រីចាយើងកុំឲ្យដល់ឆ្អឹងយើងកោសសាច់ត្រីនឹងឲ្យអស់មកចាត្រប់មកទៀតយើងធ្វើការលាយគ្រឿងដាក់ចាយើងអត់ដាក់អីច្រើនទេយើងដាក់តែអំបិលខ្នុរមកចុងឡាព្រាបន្តិចមកហើយស្ករប៊ីចេងឲ្យបន្តិចមកហើយដាក់ខ្ទឹមសម្រេចអីចឹងណាចាយើងដាក់ហើយយើងធ្វើការច្បល់គ្នាឲ្យសព្វហើយចាំយើងយកវាមកខ្ចប់ជាមួយនឹងសណ្តែកគួរចឹងណាបងប្អូនចូលចិត្តញ៉ាំដាក់សណ្តែកគួរឬប្រហិតស្នូលពោតឬក៏ដាក់អំទេសផ្លោកម្រះអីអាចដាក់តាមយើងចូលចិត្តបានតែដោយសារកូនខ្ញុំគាត់ចេះញ៉ាំតែសណ្តែកគួរចឹងខ្ញុំដាក់តែសណ្តែកគួរហើយនឹងផ្សិតបញ្ចូលទេចាចឹងហើយបន្ទាប់មកទៀតហើយយើងមូលអស់ចឹងហើយយើងយកទៅដាក់ចៀនចាហើយរបៀបចៀនឲ្យវាល្អកុំឲ្យជាប់កុំឲ្យវាបែកចាគឺយើងដាក់ខ្លាញ់ដាំឲ្យពុះក្តៅហើយចាំយើងដាក់ប្រហិតនឹងចូលតែម្ដងចាបន្ទាប់ពីយើងរងចាំឲ្យប្រហិតនឹងវាក្រហមមកខាងហើយចាំយើងប្រែវាចាយើងប្រែវាទៅវាអត់បែកហើយវាល្អទៀតចឹងណាបងអូនចាឥឡូវនេះឆ្អិនហើយម្ល៉េះចាប់ដើមភ្លុកណាបងអូនណានិយាយថាសាច់តែខ្ចប់ហ្នឹងគឺក្រាស់តែម្ដងចាគឺសាច់តែប្រហិតសុទ្ធចាគឺវាក្រាស់ចាហើយនេះខ្ញុំមានត្រីចៀនទូចកំពងដែរចាឥឡូវម្ល៉េះពងញ៉ាំហ្នឹងនេះតំណងហេនិយាយថាដាក់មួយម៉ាត់មកសិតតែសាច់ត្រីអញ្ចឹងនិយាយថាឆ្ងាញ់ជាតិតែម្ដងបងប្អូនណាចាអញ្ចឹងវិធីសាស្ត្រនេះគឺងាយមែនតើចាបងប្អូនអាចធ្វើញ៉ាំនៅផ្ទះបានចាបាយបាយ